ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗប្រកាសណាស់មនុស្សយើងត្រូវមានចំណេះជំនាញមួយច្បាស់លាស់ក្នុងការធ្វើការដើម្បីទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុក៏ប៉ុន្តែបើសិនបើអ្នកចេះប្រើប្រាស់ជំនាញទាំងអស់នោះបង្កើតប្រភពចំណូលបន្ថែមទៀតនោះគឺជាគំនិតដ៏ឆ្លាតវៃក្នុងការវិនិយោគនាថ្ងៃអនាគតខាងក្រោមនេះជាចំណេះដឹងមួយចំនួនដែលមនុស្សគ្រប់វ័យគួរតែស្វែងយល់និងប្រើប្រាស់ដើម្បីបង្កើតនៅប្រភពចំណូលផ្សេងទៀត1មានចំណេះជំនាញមួយច្បាស់លាស់ជំនាញគឺសំដៅទៅលើការចេះអ្វីមួយច្បាស់លាស់ដូចជាជំនាញបច្ចេកទេសឬក៏បច្ចេកវិទ្យាណាមួយដែលអ្នកអាចប្រើប្រាស់ជំនាញទាំងអស់នោះធ្វើការបំពេញការងារពេញម៉ោងដើម្បីទទួលបានប្រាក់ចំណូលបន្ថែម2អភិវឌ្ឍចំណេះដឹងលើជំនាញដែលអ្នកមានស្រាប់អ្នកគួរតែងាកទៅអភិវឌ្ឍចំណេះដឹងលើជំនាញរបស់អ្នកឲ្យកាន់តែច្បាស់ដើម្បីបង្កើតនៅប្រាក់ចំណូលបន្ថែមទៀតឧទាហរណ៍ប្រសិនបើអ្នកជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេសអ្នកក៏អាចបង្កើតប្រភពចំណូលផ្សេងទៀតតាមរយៈការបង្រៀនក្រៅម៉ោងនៅតាមផ្ទះឬក៏តាមអនឡាញជាដើមនៅក្នុងមួយខែនោះគឺអាចរកចំណូលបានចន្លោះពី$500ទៅ$700 3ប្រើប្រាស់បណ្ដាញសង្គមដើម្បីរកចំណូលបន្ថែមការងារផលិតមាតិកាតាមបណ្ដាញសង្គមពិតជាមានឥទ្ធិពលខ្លាំងណាស់ក្នុងឆ្នាំ2025នេះអ្នកក៏អាចបង្កើតចំណូលតាមរយៈការចែករំលែកចំណេះជំនាញរបស់អ្នកទៅកាន់អ្នកទស្សនាលើ Facebook Page ឬក៏តាម YouTube ហើយអ្នកក៏អាចទទួលបានប្រាក់ចំណូលតាមរយៈការផលិតមាតិកានេះផងដែរ4វិនិយោគប្រាក់ចំណូលរបស់អ្នកលើចំណូលអកម្មហ្នឹងគឺសំដៅទៅលើការងារឬក៏មុខរបរណាដែលអ្នកមិនចាំបាច់ធ្វើការ8ម៉ោងក្នុងមួយថ្ងៃនោះទេគឺមានន័យថាទោះអ្នកអត់ធ្វើការក៏អាចទទួលបានប្រាក់ចំណូលផងដែរដូចជាការជួលផ្ទះឬក៏ការជួលដីជាដើម